ជំរាបសួរពុកម៉ែបងប្អូនរីករាយស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាពីរបៀបធ្វើសម្លម្ជូរខួក្តាមល្ហុងហើយបងប្អូននៅមិនទាន់ចុច Subscribe សូមពុកម៉ែបងប្អូនជួយចុចឲ្យម្នាក់មួយផងហើយនឹងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីបាទឥឡូវបងប្អូនយើងមកមើលនេះជាគ្រឿងផ្សំសម្រាប់ធ្វើសម្លម្ជូរខួក្តាមល្ហុងរបស់យើងបងប្អូនឥឡូវយើងមកមើលគ្រឿងផ្សំនេះមានដូចជាក្តាមបងប្អូនដែលបករួចហើយចំណែកនេះមានដូចជាល្ហុងហើយស្លឹកអំពិលហើយនឹងកូនសង្ខីម្ទេសបងផ្ទឹមហ្នឹងហើយចំណែកនេះមានដូចជាប្រហុកសាច់ហើយនេះដែរស្ករសបងប្អូនហើយនេះប៊ីចេងហើយនេះដែរបងប្អូនមានដូចជាទឹកត្រីហ្នឹងហើយនេះអំបិលបងប្អូនយើងកុំភ្លេចអំបិលហើយនេះដែរឥឡូវជាដំបូងយើងធ្វើការហាន់ត្រួយស្លឹកអំពិលរបស់យើងទៅបងប្អូនយើងហាន់វាឲ្យម៉ត់ណាបងប្អូនដើម្បីឲ្យវាចេញជាតិជូរបានល្អអញ្ចឹងបើយើងអត់ហាន់វាអត់ងាយចេញជាតិជូរទេបងប្អូនស្លឹកអំពិលតើយើងហាន់វាឲ្យម៉ត់អញ្ចឹងទៅបានចេញជាតិជូរហ្នឹងបានល្អអញ្ចឹងណាបងប្អូនហើយឥឡូវខ្ញុំមកធ្វើការហាន់ជាបន្តទៀតហើយឥឡូវនេះបងប្អូនខ្ញុំបានធ្វើការហាន់រួចហើយខ្ញុំយកដាក់ចានទុកមួយឡែកសិនបងប្អូនយើងយកដាក់ចានទុកមួយឡែកសិនទៅស្លឹកអំពិលនេះហើយជាបន្តទៀតខ្ញុំមកធ្វើការឆ្កឹះខួរនេះបងប្អូនខួរក្តាមយើងឆ្កឹះចេញបែបហ្នឹងទៅហើយសម្រាប់ក្តាមនេះខ្ញុំបានបកនិងលាងទឹកសម្អាតរួចហើយបងប្អូនហើយនេះដែរយើងឆ្កឹះយកខួរវាចឹងមកហាស្នូកវាហ្នឹងខ្ញុំសម្អាតវាស្អាតបាស់ហើយខ្ញុំកាច់យកអាកន្លែងមិនល្អហ្នឹងចេញអស់ហើយខ្ញុំនៅសល់តែខ្លាញ់វាអញ្ចឹងណាបងប្អូនហើយសម្រាប់ខ្លាញ់ក្តាមនេះដែរបងប្អូនយកទៅចំហុយក៏បានឬបងប្អូនយកទៅអាំងក៏បានដែរអញ្ចឹងតែនេះខ្ញុំមកទុកដាក់ក្នុងសម្លពេលយើងស្លចិត្តឆ្អិនហ្នឹងយើងបងដាក់ក្នុងស្លអញ្ចឹងបងប្អូនហើយថ្ងៃហ្នឹងគឺថាទិញក្តាមបានល្អខ្លាញ់ហ្នឹងគឺថាឡើងលឿងតែម្ដងបងប្អូនហើយនេះដែរខ្ញុំបានឆ្កឹះរួចហើយបងប្អូនឥឡូវជាបន្តមកទៀតខ្ញុំធ្វើការដាក់ក្តាមក្លុកបងប្អូនហើយនេះក្តាមដែលខ្ញុំបានបកនិងលាងសម្អាតរួចហើយយើងក្តាមពេលយើងលាងសម្អាតហ្នឹងយើងឆ្កឹះយកសួតយកអីវាចេញទាញចេញឲ្យស្អាតបាត់ណាបងប្អូននេះឥឡូវខ្ញុំដាក់ចូលម៉ាស៊ីនក្លុកតែម្ដងហើយខ្ញុំចាក់ទឹកចូលហើយសម្រាប់ទឹកនេះយើងដាក់មកល្មមទៅបងប្អូនចាំពេលយើងក្លុកហើយយើងថែមតិចទៀតចឹងកុំឲ្យវាច្រើនពេកទេបងប្អូនយើងដាក់មកល្មមប៉ុណ្ណឹងបានហើយនេះខ្ញុំបានធ្វើការក្លុកមកស្ទុះហ្នឹងគឺយើងក្លុកឲ្យវាម៉ត់ទៅតមកយើងយកកត្រង់មួយមកកត្រង់ញឹកតិចណាបងប្អូនយើងដាក់ក្នុងកត្រង់នេះយើងជ្រុំវាចម្រោះវាកុំឲ្យធ្លាក់កាកអីនឹងចូលចឹងណាបងប្អូនយើងយកសភាមកយើងដួសកោវាបែបហ្នឹងទៅដើម្បីឲ្យអាជាតិទឹកខួរក្តាមសាច់ក្តាមហ្នឹងវាធ្លាក់ហូរចេញចឹងណាបងប្អូនឲ្យវាធ្លាក់ហ
ហូរចេញពីកត្រង់ហ្នឹងទៅបើយើងអត់យកសភាគៀទៅវាអត់ងាយធ្លាក់អស់ទេយើងយកសភាមកគេបែបហ្នឹងទៅឃើញបងប្អូនឡើងវាសអស់ហើយឃើញសក់ចិត្តអស់ហើយនៅតែកាអញ្ចឹងហើយកន្លែងនេះផងដែរយើងបើសិនទឹកខួរក្តាមយើងបន្តិចយើងបន្ថែមបន្តិចទៀតមកល្មមតាមបរិមាណយើងស្លអញ្ចឹងណាបងប្អូននេះយើងគេចឹងមកហូរឃើញហូរឲ្យជាតិទឹកសាច់ក្តាមហ្នឹងអស់តែម្ដងបងប្អូនហើយកត្រង់អាចញឹកដូចខ្ញុំអញ្ចឹងណាហើយបងប្អូនកុំភ្លេចធ្វើការបង់អំបិលពេលដែលយើងយកជាតិទឹកសាច់ក្តាមហ្នឹងហើយយើងយកទៅរំងាស់ហ្នឹងបងប្អូនដាក់តែកន្លះចុងសភាកាហ្វេរៀងកាចបន្តិចចឹងណាបងប្អូនទៅបានសាច់ក្តាមរបស់យើងហ្នឹងវាអត់បែកយើងបងអំបិលចឹងសាច់ក្តាមរបស់យើងពេលដែលវាពុះបែបហ្នឹងមកគឺថាវាឡើងដុំតែម្ដងបងប្អូនវាអត់បែកសាច់ណាហើយនេះខ្ញុំដាក់គល់កៃហ្នឹងហើយនឹងមើមខ្ទឹមម្ទេសហ្នឹងបងប្អូនហើយនេះបងប្អូនសម្រាប់ទឹកស្លហ្នឹងយើងយកមកជ្រុំប្រហុកតែម្ដងបងប្អូនហើយយើងជ្រុំអញ្ចឹងទៅបានប្រហុកសាច់ហ្នឹងវាបែកសាច់បានល្អបងប្អូនបើសិនយើងបង់ទៅទាំងមូលវាអាចនឹងសាច់ហ្នឹងវាដុំវាអត់បែកសពបានល្អដូចយើងដួសយកមកជ្រុំដាក់កូនចានក្រៅដូចខ្ញុំអញ្ចឹងនេះខ្ញុំបានជ្រុំដូចនេះបងប្អូនឥឡូវខ្ញុំដាក់ទឹកប្រហុកយើងចូលដែលយើងបានជ្រុំហើយហ្នឹងហើយយើងជ្រុំអញ្ចឹងគឺថាទឹកប្រហុកឡើងឈ្ងុយអញ្ចឹងណាបងប្អូននេះយើងជ្រុំមកអស់ចឹងមកហើយវាបែកសាច់អស់ចឹងគឺថាជះក្លិនឈ្ងុយតែម្ដងហើយបន្ទាប់ពីបានអំពុះហើយយើងដូចថាបងប្អូនមានតកៀបក្តាមឬក៏មានជាកូនត្រីកូនក្រពើល្អិតអីហ្នឹងយើងអាចដាក់លីថែមបានអញ្ចឹងណាស្លមួយមុខនេះដែរហើយតមកខ្ញុំដាក់ស្លឹកអំពិលបងប្អូនខ្ញុំដាក់ស្លឹកអំពិលចូលហើយយើងកុំកូរខ្លាំងពេកបងប្អូនខ្លាចសាច់ក្តាមរបស់យើងនឹងវាបែកអញ្ចឹងណាយើងកូរថ្នមអញ្ចឹងណាបងប្អូនតទៅពីទឹកស្លបានពុះហើយយើងដាក់ល្ហុងរបស់យើងចូលមកបងប្អូនហើយសម្រាប់ល្ហុងនេះខ្ញុំបានធ្វើការចាត់រួចអស់ហើយគឺថាយើងដឹងតែយកមកគឺថាដាក់ស្លយកតែម្ដងហើយយើងដាក់រងាស់ឲ្យមកពុះទៅហើយយើងមើលជាក់ស្ដែងទៅតែល្ហុងវាល្មមរៀងផុយហើយលួយបន្តិចហើយគឺថាបងណាអញ្ចឹងណាបងប្អូនហើយកន្លែងនេះដែរបងប្អូនផ្សំគ្រឿងផងមានដូចជាស្ករប៊ីចេងអញ្ចឹងណាបងប្អូនកុំភ្លេចផ្សំគ្រឿងកន្លែងនេះដែរហើយមានដូចជាទឹកត្រីអញ្ចឹងណាបងប្អូនហើយយើងកូរវាចូលជាតិគ្នាសពទៅបងប្អូនហើយចំណែកនេះបងប្អូនខ្លាញ់ក្តាមហ្នឹងហើយខ្លាញ់ក្តាមនេះបងប្អូនទុកពេលយើងស្លចិត្តឆ្អិនហ្នឹងយើងដួសវាដាក់តែម្ដងអញ្ចឹងណាបងប្អូនដើម្បីឲ្យសាច់ខ្លាញ់ក្តាមហ្នឹងវាឡើងដុំបែបហ្នឹងណាបងប្អូនគឺថាវាចេញពណ៌មកឡើងលឿងតែម្ដងបងប្អូនហើយគឺថាសាច់ក្តាមវិញឡើងដុំតែម្ដងបងប្អូនហើយសម្រាប់សម្លនេះយើងបានស្លឆ្អិនហើយបងប្អូនឥឡូវនេះខ្ញុំធ្វើការដួសដាក់ចានហើយនេះខ្ញុំបានស្លឆ្អិនហើយប៉ុណ្ណឹងបងប្អូន
ហើយសម្រាប់វីដេអូរបស់ខ្ញុំបានមានតែប៉ុណ្្នឹងទេខ្ញុំបានសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាសូមជួយចុច like និងជួយចុច Subscribe ហើយចុចសញ្ញារូបកណ្ដឹងដើម្បីបងប្អូនពុកម៉ែទាំងអស់គ្នាទទួលបានវីដេអូថ្មីៗអរគុណ